ជំរាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះខ្ញុំមកបង្ហាញពីសកម្មភាពអនុវត្តការផ្គូផ្គងពាក្យជាមួយនឹងរូបភាពដំបូងនៅពេលដែលលោកគ្រូអ្នកគ្រូធ្វើការចូលមកកាន់ផ្ទាំងមុខវិជ្ជាលោកគ្រូអ្នកគ្រូអាចជ្រើសយកមុខវិជ្ជាឬក៏ថ្នាក់ទីប៉ុន្មានដែលលោកគ្រូអ្នកគ្រូចង់ធ្វើការរៀនហ្នឹងតែក្នុងហ្នឹងខ្ញុំឧទាហរណ៍ថាខ្ញុំយកថ្នាក់ទី1មុខវិជ្ជាភាសាខ្មែរបន្ទាប់ពីយើងបានចូលមកដល់ហើយលោកគ្រូអ្នកគ្រូនឹងឃើញមេរៀនជាច្រើនក្នុងហ្នឹងខ្ញុំឧទាហរណ៍ថាយកមេរៀនទី11ណបូកនឹងស្រអែបន្ទាប់មកខ្ញុំយកពាក្យថាគូផ្គងពាក្យជាមួយនឹងរូបភាពខ្ញុំយកគូផ្គងពាក្យជាមួយនឹងរូបភាពក្នុងនឹងផងដែរលោកគ្រូអ្នកគ្រូក៏អាចធ្វើការចុចទៅលើប៊ូតុងនេះដើម្បីស្ដាប់ជាភាសាខ្មែរចូលជ្រើសរូបឲ្យត្រូវនឹងពាក្យចំណាំបន្ទាប់មកលោកគ្រូអ្នកគ្រូអាចធ្វើការជ្រើសយករូបភាពណាដែលលោកគ្រូអ្នកគ្រូគិតថាត្រឹមត្រូវចូលជ្រើសរូបឲ្យត្រូវនឹងពាក្យចំណុចលោកគ្រូអ្នកគ្រូអាចធ្វើបែបនេះរហូតដល់ចប់នៅសំណួរហើយបន្ទាប់មកលោកគ្រូអ្នកគ្រូនឹងអាចឃើញបន្ទុករបស់លោកគ្រូអ្នកគ្រូហើយវីដេអូរបស់ខ្ញុំបានមកដល់ទីបញ្ចប់សូមអរគុណនិងជម្រាបលា